បាទជំរាបសួរបងប្អូនបាទថ្ងៃនេះបានស្លមកជូទាតលឹងតឹងទៀតហើយបងប្អូនបាទចំណូលណាខ្ញុំពោះតលឹងតឹងខ្ញុំសម្បូរបងប្អូននៅក្រោយផ្ទះមកដើមមកជូរាយបងប្អូនតាបងប្អូនតើមើលវិធីធ្វើជាមួយខ្ញុំបងប្អូនតើគេធ្វើរបៀបម៉េចបងប្អូនបាទអូគាត់ណាក្បាលវីដេអូទំនងណាបងប្អូនបាទជូទាបងប្អូនគេហៅថាជូទាព្រៃយើងមិនបាច់ប្រើបន្លែបានទេបងប្អូនបាទនេះខ្ញុំទៅបេះតលឹងតឹងក្រោយផ្ទះបងប្អូនហើយក៏ចកេះឡើងដកបងប្អូនអូដូចគេហៅថាដូចអ្នកលបាំអញ្ចឹងណាបាទហើយបេះតលឹងតឹងនៅក្រោយផ្ទះទៅបានកន្លះកូនកញ្ច្រែងមកបងប្អូនក្បាលពុះឡើងលោងដូចផ្លែប៉មក្បាលពុះបាទហើយយកមកស្លមកជូរបាទស្លមកជូរទាហ្នឹងយើងអានេះវាជាតិល្អណាស់បងប្អូនប្រើជាបន្លែហ្មងបាទដាក់បន្លែទៅឆ្ងាញ់ណាស់ជាមួយនឹងតលឹងតឹងជាមួយជូរទាជូរព្រៃនេះបងប្អូនបាទលាងទឹកឲ្យស្អាតសិនមកបងប្អូនខ្ញុំប្រើបន្លែកាលមុនខ្ញុំស្លខ្ញុំប្រើទ្រាប់ស្រួយបងប្អូនផ្សារហ្នឹងខ្ញុំប្រើបន្លែតកួនម្ដងបាទនេះមានឈាមពី3ដុំហើយបាទទាមួយនិងតកួននេះមួយដៃនឹង500បាទ4ដៃបាទមានដុំខ្នមានគល់ក្រៃបាទធ្វើចឹងស្រេចមកបងប្អូនមកឈាមនេះកាត់ដុំធំធំតិចមកបាទចឹងមកហើយតកួនកាត់ខ្លីៗចឹងមកបងប្អូនបាទបានមកកូនកញ្ច្រែងដូចមជូរនេះក៏រៀងក្រែលដែរបងអាហ្នឹងឲ្យជូរដិតតិចបងប្អូនបាទនេះមានម្ដេងមានស្លឹកក្រូចគល់ក្រៃបាទដុំស៊ុបខ្នម្ដុំចឹងមកបាទឲ្យរៀបស្រេចចឹងមកបងប្អូនបងណាចូលចិត្តម្ហូបនេះខ្លះបងប្អូនមកធ្វើរៀនធ្វើមួយខ្ញុំឬក៏ចូលរួមធ្វើមួយគ្នាបងប្អូនបាទដាក់ខ្លាញ់មកបងប្អូនយើងរំលីងអាម្ដេងគល់ក្រៃហ្នឹងឲ្យវាឈ្ងុយសិនមកបងប្អូនបាទរំលីងវាបើមួយទៀតយើងច្របាច់វាក៏បានដែរបាទហៅមកជូរក្រាក់អាហ្នឹងយើងច្របាច់វាអាហ្នឹងជូរខ្ជិលដែរនេះយើងលីងគ្រឿងទៅវាឈ្ងុយបាទបងប្អូនបាទជូរព្រៃនេះគ្នាទេបាទប្រហុកលេងគល់ក្រៃហ្នឹងយើងលីងវាស្អាតឲ្យស្អាតទៀតបងប្អូនលីងវាឈ្ងុយបងបាទឲ្យឈ្ងុយសិនចាំយើងដាក់ច្បល់ជាមួយសាច់បងប្អូនណាបាទចាក់សាច់ទាឈាមយើងចាំឆ្អិនចាំយើងដាក់ក្រោយបងប្អូនបាទស្ដាយឈាមបងគាត់លក់ទាណាគាត់ចែកគាត់តែម្ដុំពីរដុំទេប៉ុន្តែគាត់ឲ្យមក4 5ដុំមកក៏លាយជាមួយគ្នាមកបងប្អូនបាទពួកខ្ញុំក៏ចូលចិត្តដែរឈាមកូនអីបាទធ្វើឆ្អិនមកបាទដាក់គ្រឿងរ៉ូឌីមកកញ្ចប់មកបាទទឹកត្រីប្រមាណច្រូចមកបងប្អូនបាទផ្សំជាមួយនឹងប្រហុករបស់យើងបាទប៊ីចេងតិចមកហើយស្ករមកជព្រាបាទដុំខ្នុរនេះក៏មួយដុំដែរបាទច្បល់វាសពចឹងមកបងប្អូនឲ្យវាចូលជាតិគ្រឿងសិនចាំយើងថែមទឹកក្រោយបងប្អូនបាទច្បល់វាសពចឹងមកបាទដាក់ផ្លែម្ជូរទៅលឹងទឹកយើងខ្វោកមកបងប្អូនអាហ្នឹងដល់ពឺវាច្បល់ចូលជាតិហើយទីទៀតវាឆ្អិនយើងយកមកជ្រុំខ្លះមកបងប្អូនតើយើងអត់ជ្រុំវានៅអត់ចេញជូរទេវានៅដុំបាទមើលវាចូលជាតិឯក្របមកពុះចាំយើងថែមទឹកទៅបាទតាមបរិមាណទឹកកាកសាច់របស់យើងមកបាទមើលតលឹងតឹងឆ្អិនអីយើងដួសវាដាក់កូនចានមកជ្រុំវាឲ្យវាមានជាតិជូរដល់យើងអត់ជ្រុំទេវានៅហ្នឹងហើយនៅអត់ជូរទេបាទអានេះគេធ្វើបន្លែបាទបើបងប្អូននេះស្ទើរជូរអីបងប្អូនអាចថែមអំពិលទុំបានប៉ុន្តែខ្ញុំតលឹងតឹងនេះល្មមពេលខ្ញុំស្លហ្នឹងព្រោះយើងក្រែលដែរបងប្អូនយើងដួសវាមកយើងងាស់ហ្នឹងមកពុះទៀតតលឹងតឹងដែតមកយើងអាចយកមកជ្រុំបានបងប្អូនហើយវាអត់មានគ្រាប់ទេយើងខ្ចីចេះបាទមើលតលឹងទឹករៀងចាស់វាមានគ្រាប់បងប្អូនគ្រាប់ដែរប៉ុន្តែគ្រាប់អត់រឹងទេបងប្អូនបាទអ្នកពុះហ្នឹងបងប្អូនអាចស្រង់បានស្រង់តលឹងទឹកតែហ្នឹងវានេះមកបងប្អូនស្រង់ដាក់ចានមកយើងជ្រុំវាបាទពពុះឲ្យដួសឲ្យស្អាតមកបាទនេះពពុះវាជួនកាលបន្លែយើងអត់ស្អាតទេវាចេញមកតាមពពុះហ្នឹងបងប្អូនបាទហើយពឺភ្លក់ឲ្យល្មមថាឆ្អិនសាច់ទាហើយចាំយើងដាក់បន្លែចូលបងប្អូនមិនបាច់ប្រើបន្លែក៏បានអានឹងស្លផុកឆ្ងាញ់បើខ្ញុំកូនចៅច្រើនពេកបងប្អូនអើយតើដាក់ទឹករៀងមកល្មមបន្តិចទៅបងប្អូនបាទប៉ុណ្ណេះបានល្មមឲ្យជូរដិតបន្តិចឲ្យប្រៃដិតបន្តិចបងប្អូនម្ហូបនេះគឺឆ្ងាញ់ណាស់បាទដល់ពេលយើងឆ្អិនបន្លែដាក់បន្លែហើយយើងដាក់ឈាមយើងចូលមកបាទឈាមយើងឆ្អិនស្រាប់ហើយបងប្អូនដាក់តាមមកច្បក់ទៀតទៅវាល្មមបាទអាចបិទភ្លើងបានកុំឲ្យវារលួយបន្លែតណាបងប្អូនតកូនយើងមិនបាច់ឲ្យរលួយទេបងប្អូនតាមអំពុះប៉ុណ្ណឹងបានហើយអាចបិទភ្លើងបានហើយយើងមានម្រះព្រៅបងមកខ្ញុំមិនបានបងម្រះព្រៅទេបងប្អូនបាទអានេះស្លឹកកត្រូបប្រមាណម្រះព្រៅបានបងប្អូនបើជាម្រះព្រៅល្អព្រមជូរព្រៃគឺច្រើនប្រើម្រះព្រៅ
ក៏ឆ្ងាញ់ដែរបងប្អូនខ្លះចូលចិត្តលឹកកទ្រូបដាក់លឹកកទ្រូបទៅបងប្អូនបាទដួសមកកូនចានមកសាកលើមើលបងប្អូនអូឡើងទំនងណាស់បងប្អូនអូមើលទឹកត្រីមកទេហិលមកបាទមើលជាក់អីមកយួរមកមាន2 3នាក់អីល្មមណាបងប្អូនបាទទំនងណាហុយនេះបាទមកសូមអញ្ជើញបងប្អូនចូលរួមមួយគ្នាបាទអូឡើយមានទឹកត្រីមកទេសដែរនេះបាទវីដេអូមានប៉ុណ្ណេះបងប្អូនអរគុណច្រើនមកអញ្ជើញមកមានបាយទៀត